សិក្សាអំពីរូបមន្ត today and now today ជារូបមន្តបង្ហាញកាលបរិច្ឆេទថ្ងៃនេះ syntax today បើកវងកញ្ចក់បិទវងកញ្ចក់ enter តោះ now ជារូបមន្តបង្ហាញពេលវេលានិងកាលបរិច្ឆេទភ្លាមៗនេះ syntax ស្មើ now បើកវងកញ្ចក់បិទវងកញ្ចក់តោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងគឺខ្ញុំចូល Excel ហើយយើងបង្កើត sheet ថ្មីមួយទៀតមករួចយើង rename វាដាក់ឈ្មោះថាបាទ today បាទដក clear មក now តោះអញ្ចឹងយើងមើលក្នុងនេះ today អញ្ចឹងទី1យើងវាស្មើបាទ today បាទបើវងកញ្ចក់បិទវងកញ្ចក់ enter តែម្ដងអញ្ចឹងមានថ្ងៃហ្នឹងថ្ងៃទី31ខែ1បាទ2013ហើយយើងអាច click លើ date នេះដាក់ជាបាទ long date ចេះមកពេលហ្នឹងគឺវាចេញឲ្យច្បាស់ហើយគឺថ្ងៃទីបាទ31ខែ1ហ្នឹងត្រូវថ្ងៃពហុបាទឆ្នាំ2013ដូចគ្នាដែរឧទាហរណ៍ now ចឹងទី1ស្មើ now បាទបើវងកញ្ចក់បិទវងកញ្ចក់ enter ចឹងមានន័យថាចឹងដូចគ្នាមានន័យថាបង្ហាញបាទថ្ងៃទី31ខែ1 2013ហើយវេលាម៉ោង 23:32 វិនាទីទៀតចឹងមានន័យថាវាចាប់ទាំងម៉ោងមកទៀត now ហ្នឹងបាទន័យថាចាប់ទាំងពេលវេលាចាប់ទាំងថ្ងៃតែបើ today ចាប់ទាំងថ្ងៃខែទេតោះចឹងសួរថាថ្ងៃនេះវារត់មកពីណាចឹងបានន័យថាវារត់មកពី date នេះនៅក្រោមនេះឧទាហរណ៍ខ្ញុំកែមកចឹងខ្ញុំ click លើបាទ date ហ្នឹងរួចខ្ញុំ click លើនេះ change date and time setting បន្ទាប់មកទៀតខ្ញុំចុចលើពាក្យថាបាទ change date and time បាទរួចចុច yes បាទអញ្ចឹងយើង click លើម៉ោងនឹងមកយើងអាចដូរទៅម៉ោង8មកឧទាហរណ៍យើងដូរ PM នេះទៅ AM អញ្ចឹងមានន័យម៉ោង 8:30 នាទីព្រឹកឬ OK មករួច OK ទៀតអញ្ចឹងយើងសាកវាបាទក្នុង now នឹងភាសាទៀតស្មើ now បើវងកញ្ចក់បិទវងកញ្ចក់ enter អញ្ចឹងហើយវាចាប់ម៉ោង 8:34 នឹងមកវិញវាចាប់តាមម៉ោងនេះឡើងមកលើនឹងតែម្ដងអញ្ចឹងមានន័យថាបើម៉ោងនេះហើយនៅថ្ងៃខែនេះដើរខុសចឹងបានន័យថាទិន្នន័យហ្នឹងវាបង្ហាញខុសតាមមកយើងតែម្ដងបាទតោះអញ្ចឹងយើងវាទិន្នន័យនេះតទៀតមក name បាទ Mr A Mr B ហើយហ្នឹងបាទអញ្ចឹងអានេះ date start ឬក៏បាទ time ម៉ោងអញ្ចឹងឧទាហរណ៍ថាគេចូលធ្វើការនៅថ្ងៃទីបាទ15ខែ12 December ហើយ2012ឧទាហរណ៍គេចូលធ្វើការបាទម៉ោង 7:00 អញ្ចឹងមានន័យថាម៉ោង 7 ព្រឹកព្រោះចេញ AM មកសំណួរទី1ចូលរកចំនួនថ្ងៃអញ្ចឹងយើងចង់ដឹងថាតាមមកដល់ឥឡូវហ្នឹងមានន័យថាមកដល់ថ្ងៃទី1ខែ1ហ្នឹង2013ហ្នឹងតើគេធ្វើការបានប្រហែលថ្ងៃអញ្ចឹងដូចគ្នាដែរគឺយើងវាស្មើបាទ today អញ្ចឹងមកបើវងកញ្ចក់បិទវងកញ្ចក់ដកជាមួយនឹងថ្ងៃដែលគេបានចូលធ្វើការរួច enter អញ្ចឹងវាចេញទិន្នន័យចេះយើង select លើនឹងមករួចយក number នេះរួចត្រង់កន្លែងហ្នឹងចុចលើ number នេះមកបាទហើយយក number នេះ0អញ្ចឹងមានន័យថាគេធ្វើការបាន17ថ្ងៃ